បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយទៀតដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់ឲ្យបានទស្សនានៅយ័ន្តមួយយ័ន្តនេះគឺមានអានុភាពខ្លាំងក្លាណាស់យ័ន្តនេះបើតាមខ្ញុំដឹងយ័ន្តនេះកាលដែលព្រះសម្មាសម្ពុទ្ធបានមកចាប់បដិសន្ធិក្នុងផ្ទៃរបស់មេដារបស់ព្រះអង្គហើយខ្មោចព្រាយបិសាចគឺព្រះអង្គយកឈ្នះទាំងអស់យ័ន្តនេះហ្នឹងអាចប្រើបានការពារខ្មោចព្រាយបិសាចហើយយើងអាចចារជាកថាសម្រាប់ពាក់ឬក៏ដាក់តាំងចាជាកថាស្ពាន់ឬក៏កថាប្រាក់តុងដែងជាម្សៅគូក៏បាននឹងគឺអាចបញ្ជាខ្មោចព្រាយបិសាចអំពើអំព័ន្ធគ្រឿងសត្រាវុធផ្សេងហើយការពារនៅសត្រូវទាំងឡាយទាំងពួងហើយយ័ន្តនេះដែរពុកម៉ែបងប្អូនអាចមើលឃើញនៅក្នុងហ្នឹងហើយគឺខ្ញុំបានកាត់មួយផ្នែកយកមកដាក់នៅក្នុងហ្នឹងដើម្បីពុកម៉ែបងប្អូនទស្សនាហើយនៅតាមជ្រុងទាំង4នោះគឺមានលេខហើយមានមេអឧឯនឹងជាដើមដែលមេអឧនេះគឺជាបណ្ដូលដែលយើងភាគច្រើនសូត្រមេអឧនឹងឯងហើយបារមីអដ្ឋានក៏គេសូត្រចឹងដែរគេសូត្រឧមេអរហង្គអីចឹងទៅគឺភាគច្រើនគឺយើងយកមកប្រើមេអឧនេះក៏ប្រកែខ្លាំងក្លាដែរណាបងប្អូនហើយសម្រាប់យ័ន្តនេះពុកម៉ែបងប្អូនអាចចម្លងទុកយកទៅប្រើប្រាស់ខ្ញុំមិនដឹងថាពុកម៉ែបងប្អូនអាចទទួលបានវីដេអូច្បាស់ឬក៏អត់ទេដោយសារពីមុនលោកគ្រូឬក៏ខ្ញុំបាទមិនមានបច្ចេកទេសគូបានច្បាស់ពេលនេះខ្ញុំមានបច្ចេកទេសគូបានច្បាស់ហើយអក្សរនេះមិនបានសរសេរដោយដៃទេគឺវាយបញ្ចូលទៅតាមហ្វុនរបស់អក្សរប៉ុន្តែអាចថានឹងពុកម៉ែបងប្អូនអាចនឹងទទួលបានយ័ន្តនេះច្បាស់ហើយទុករក្សាទុកទៅដល់កូនចៅចំនួនក្រោយយ័ន្តនេះយើងនិយាយរឿងពុទ្ធប្រវត្តិដែលព្រះអង្គបានចាប់បដិសន្ធិនឹងមកណាចូលផ្ទៃរបស់មេដារបស់ទ្រង់គឺឈ្នះអស់មាសត្រូវទាំងឡាយទាំងពួងទេវតាមានអង្គផ្សេងគឺយកឈ្នះអញ្ចឹងយ័ន្តនេះគឺប្រកែស័ក្តិសិទ្ធិណាស់ពុកម៉ែបងប្អូនអាចយកទៅប្រើធ្វើជាខ្សែចង្កេះឬខ្សែកចាវាធំប៉ុន្តែយើងមូលវាឲ្យរាងតូចបត់វាមូលឲ្យតូចទៅយើងអាចប្រើបានហើយគឺយ័ន្តនេះមិនតម្រូវឲ្យយើងគូក្នុងកណាត់ក្នុងអីទេគឺឲ្យយើងគូជាកថាជាកថាប្រាក់កថាមាសថាស្ពាន់ឬតុងដែងឬក៏យើងគូនៅលើដីដោយរយនៅផេះឬក៏ផេះសផេះអីហ្នឹងក៏យើងអាចគូបានដែរគឺយើងយកមកប្រើគឺមានអានុភាពខ្លាំងក្លាហើយក្នុងនឹងយើងមានឃើញមុនគេថានឹងអិតិពិសោនៅខាងលើហ្នឹងមានអ្នកអិតិពិសោហ្នឹងអ្នកមពតៈក៏មានចភកសៈក៏មានអិស្វៈសុក៏មានហើយយ័ន្តនេះមានអានុភាពណាស់ពុកម៉ែបងប្អូនអញ្ចឹងហើយបានជាខ្ញុំចង់ចែករំលែកឲ្យពុកម៉ែបងប្អូនយកទៅប្រើប្រាស់ហើយដូចជាបងប្អូនជួមុខកងតបអីយកទៅប្រើប្រាស់គឺល្អណាស់យ័ន្តនេះគឺឈ្នះមាសត្រូវទាំងឡាយទាំងពួងដោយអំណាចនៃព្រះ
ចាប់បដិសន្ធិនៅក្នុងគោម្ដាយរបស់ព្រះអង្គចឹងគឺមានអានុភាពខ្លាំងក្លាដូច្នេះហើយយ័ន្តនេះគឺមានយ័ន្តគូមួយទៀតយ័ន្តនោះគឺយ័ន្តបង្ការក្របកំភ្លើងធំកំភ្លើងត្បាល់កំភ្លើងធំអីហ្នឹងណាដែលបងប្អូនជួមុខទាហានអីហ្នឹងគឺលោកអាចប្រើប្រាស់យ័ន្តនឹងបានហើយនឹងយ័ន្តមួយទៀតបើបានគូដោយលោកគ្រូអង្គណាដែលអ្នកពូកែយកយ័ន្តនេះទៅគូហើយមានធម៌ប្រសិទ្ធិច្បាស់លាស់មានគ្រូផ្លូវក្នុងជួយបន្ថែមទៀតនោះរិទ្ធបារមីនៃយ័ន្តរិទ្ធតែខ្លាំងអាចការពារពុកម៉ែបងប្អូនឬជួរកងទ័ពមុខរបស់ខ្មែរយើងអាចជួយបានច្រើនដូច្នេះហើយយ័ន្តខ្មែរយើងគឺមិនមានអ្នកណាដឹងឲ្យបានសពគ្រប់ទេដោយសារតែរៀនតាមគ្នាពីមួយចំនួនទៅមួយចំនួនមួយទសវត្សទៅមួយទសវត្សមួយសតវត្សទៅមួយសតវត្សដោយសារតែភ្លើងសង្គ្រាមបានបំផ្លិចបំផ្លាញនៅអ្នកដែលចេះដឹងអំពីយ័ន្តនេះគឺបាត់បង់អស់ច្រើនដូច្នេះហើយបើសិនជាបងប្អូនអាចបានមើលវីដេអូនេះហើយជួយថែរក្សាទុកដើម្បីក្មេងជំនាន់ក្រោយដើម្បីអភិរក្សឲ្យក្មេងជំនាន់ក្រោយដឹងទោះពេលខ្លះពុកម៉ែបងប្អូនមិនឲ្យតម្លៃថាជាជំនឿឈួតជំនឿមិនរីកចម្រើនអីនោះគឺបងប្អូនអស់រំលងឬក៏មិនមើលក៏បានប៉ុន្តែបើបងប្អូនអាចងាកមកក្រោយថានេះជាកេរដំណែលរបស់ដូនតារបស់យើងតែបានបន្សល់ទុកមកយើងជួយថែរក្សាគ្នាទៅហើយខ្ញុំក៏អត់មានពាក្យនិយាយដែរមានតែមានការជូនពរពុកម៉ែបងប្អូនយកយ័ន្តនេះទៅប្រើប្រាស់ឲ្យមានសុភមង្គលបានសេចក្តីសុខក្តីចម្រើនទាំងអស់គ្នាបាទនឹងហើយចុងក្រោយសូមជម្រាបលា